ចាសួស្តីបងប្អូនទាំងអស់គ្នាចាពិធីងាយស្រួលយកកមែនតែម្ដងបងប្អូនទាំងអស់គ្នាចាធ្វើបានញ៉ាំនៅផ្ទះឲ្យកូនតូចញ៉ាំហើយអត់មានអីច្រើនទេបងប្អូនត្រូវការតែទឹកដោះគោខាប់5លព្រានិងពងទាឬក៏បានពងមាន់ក៏បានពី3គ្រាប់អញ្ចឹងបងប្អូនចានិងនំប៉័ងបងប្អូនចាយើងដាក់ដោះគោខាប់5លព្រាមកលាយជាមួយនឹងពងទាហើយយើងវាយវាឲ្យសព្វហើយបន្តមកយើងអ្នកខ្លះចង់ចៀនអ្នកខ្លះចូលចិត្តចៀនបើយើងចៀនជាមួយប័រក៏ឆ្ងាញ់យើងចៀនជាមួយនឹងប្រេងសណ្ដែកក៏បានដែរតែខ្ញុំអត់បានចៀនទេគឺខ្ញុំយកមកអាំងវិញម្ដងចាហើយយើងកដៅនំប៉័ងមកខាងទៀតឲ្យស្រួយមកបងប្អូនចាហើយបន្ទាប់មកយើងលាបពងមាន់ឬក៏ពងទាជាមួយទឹកដោះគោខាប់ដែលយើងបានវាយវាឲ្យសព្វចូលគ្នាហើយបងប្អូនចាអញ្ចឹងបន្ទាប់មកយើងលាបមកយើងយកមកអាំងចាបងប្អូនតែបើបងប្អូនអត់ចូលចិត្តអាំងទេបងប្អូនអាចចៀនបានចាចៀនក៏ងាយស្រួលដែរតែបើបងប្អូនថាពិបាកអាំងពិបាកអីហើយអាមកខាងទៀតដែលនំប៉័ងហ្នឹងពិបាកអាំងវាស្រួយអត់បាច់អាំងក៏បានដែរបងប្អូនទាំងអស់គ្នាចាហើយវិធីនេះងាយស្រួលទេបងប្អូនហើយឆ្ងាញ់ហើយនៅពេលដែលយើងអាំងបានរួចរាល់ហើយយើងអាចយកមកញ៉ាំតទេលេងក៏បានហើយជ្រលក់ជាមួយនឹងទឹកពីងប៉ោះបងប្អូនទាំងអស់គ្នាណាហើយនេះចាំមកសួរកូនតូចខ្ញុំរសជាតិយ៉ាងម៉េចដែរចាបងប្អូនទាំងអស់គ្នាអរគុណច្រើនជួបគ្នាវីដេអូក្រោយទៀតញ៉ាំបងឆ្ងាញ់ណាស់ញ៉ាំបាក់បែណាបាក់បែមកធំដល់ទៀតណាធ្វើម៉េចដៃផងផ្ទះដៃឲ្យធ្វើម៉េចដៃឆ្ងាញ់ធ្វើម៉េចលេខ1